បើជាបឋមសូមគោរពនិងជំរាបសួរដល់លោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនជាបេក្ខជនបាក់ឌុប10សីហា2026ថ្ងៃនេះលោកគ្រូសូមជូនវីដេអូលំហាត់ប្រូបាបដែលលោកគ្រូបានដកស្រង់ឆ្នាំ2025ថ្នាក់សង្គមជូនដល់បងប្អូនសម្រាប់ថ្នាក់វិទ្យាសាស្ត្រក៏បានថ្នាក់សង្គមក៏បានអញ្ចឹងបងប្អូនអានប្រធានទាំងអស់គ្នាណាអញ្ចឹងពេលប្រឡងបញ្ចប់ឆ្នាំសិក្សាគ្រូបានរៀបចំប្រឡងជាសំណួរផ្ទាល់មាត់ដោយគាត់បានរៀបចំសំណួរចំនួន10សំណួរដែលចែកចេញជា5សំណួរដកចេញពីមេរៀននៅក្នុងត្រីមាសទី1 3សំណួរចេញពីមេរៀននៅក្នុងត្រីមាសទី2 2សំណួរដកចេញពីសំណួរនៅក្នុងមេរៀនទី3ត្រីមាសទី3ដាក់នៅក្នុងប្រអប់មួយលោកគ្រូបានហៅសិស្សម្នាក់មកចាប់យក3សំណួរព្រមគ្នាដោយចៃដន្យពីក្នុងប្រអប់ចូលរកប្រូបាបនៃព្រឹត្តិការណ៍ខាងក្រោមបាទនេះលោកគ្រូបានស្រង់បំរាប់អញ្ចឹងលំហាត់ប្រូបាបជំហានទី1គឺបងអូនស្រង់បំរាប់ចូលសិនណាសំណួរត្រីមាសទី1គឺមាន5សំណួរសំណួរត្រីមាសទី2មាន3សំណួរត្រីមាសទី3មាន2អញ្ចឹងលោកគ្រូសរុបមកគឺមាន10សំណួរហើយនៅក្នុងនោះសិស្សម្នាក់បានចាប់យក3សំណួរព្រមគ្នាអញ្ចឹងកាលណាមានពាក្យព្រមគ្នានេះបាទអញ្ចឹងកាលណាវាមានពាក្យព្រមគ្នានេះមានន័យថាលំហាត់ហ្នឹងគឺបងអូនត្រូវប្រើរូបមន្តបន្សំរកប្រូបាបនៃព្រឹត្តិការណ៍ A សំណួរទាំង3ចេញពីត្រីមាសទី1អញ្ចឹងនៅពេលដែលបងអូនអានប្រធានហើយទី1គឺបងអូនត្រូវស្រង់បំរាប់ទី2បងអូនត្រូវដឹងថាលំហាត់នឹងប្រើចម្លាស់ឬបន្សំហើយពាក្យដែលបងអូនអាចសម្គាល់បានថាប្រើបន្សំគឺមានពាក្យព្រមគ្នាទី3បងអូនត្រូវរកចំនួនករណីអាចឲ្យឃើញបាទចំនួនករណីអាចរបស់យើងនេះគឺមាន10សំណួរហើយគេយក3អញ្ចឹងគឺលោកគ្រូទៅសេថាបន្សំនៃ10សំណួរអូនត្រូវយក3សំណួរអញ្ចឹងស្មើអញ្ចឹងរូបមន្តរបស់យើងគឺលោកគ្រូអាចទៅសេថា10 factorial អញ្ចឹងអានេះលោកគ្រូដកគ្នាមកនៅសល់7 fac គុណជាមួយនឹង3 factorial បាទអញ្ចឹងខាងលើនេះលោកគ្រូទៅសេទៅជា7 fac គុណនឹង8គុណ9គុណនឹង10ខាងក្រោមនេះលោកគ្រូទៅសេ7 fac គុណដល់3 factorial នេះលោកគ្រូបលាតវាទៅជា1គុណ2គុណនឹង3បាទអញ្ចឹងបងធ្វើការសម្រួលណា7និង7នេះដាច់8និង2នេះសល់4 9និង3នេះសល់3បាទ10នេះនៅដដែលជំហានទី2គឺបងអូនត្រូវរកចំនួនករណីស្របដោយសារតែគេចង់បានត្រីមាសទី1ទាំង3អញ្ចឹងត្រីមាសទី1របស់យើងនេះគឺមាន5សំណួរអញ្ចឹងមានន័យថាបន្សំនៃ5សំណួរយក3សំណួរអញ្ចឹងស្មើនឹង C 5សំណួរយក3សំណួរណាបាទអញ្ចឹងស្មើរូបមន្តរបស់យើងអញ្ចឹងបាន5 factorial បាទដកគ្នាទៅសល់2 factorial គុណខាងចុង3 factorial អញ្ចឹងលេខ5នេះលោកគ្រូផ្ដាច់វាទៅជា3 factorial បាទគុណ4គុណនឹង5អានេះ2 factorial នេះលោកគ្រូបលាតវាបាន1គុណនឹង2គុណនឹង3 factorial អញ្ចឹង3 factorial និង3 factorial នេះដាច់អញ្ចឹង4ចែក2នេះសល់2អញ្ចឹងបាន2គុណនឹង5អញ្ចឹងយើងបានបាទយើងបានដោយសារយើងចង់រកប្រូបាបនៃព្រឹត្តិការណ៍ A អញ្ចឹងលោកគ្រូទៅសេថា PA ស្មើជាមួយនឹង NA ចែក NS នេះគឺជារូបមន្តណាបាទអញ្ចឹងអូនចំនួន NA ចូលអញ្ចឹងបាន2គុណនឹង5អូនចំនួន NS ចូលបាទ4គុណ3គុណនឹង10បាទអញ្ចឹងអានេះពី5ដល់10សម្រួលជាមួយ10នេះដាច់ហើយអញ្ចឹងបងអូននៅសល់1លើ10 2អញ្ចឹងប្រូបាបអត់មានຂະຫນາດតិចច្រឡំដាក់ຂະຫນາດករណីលោកគ្រូឲ្យខុសណាបាទអញ្ចឹងដូចនេះPA ស្មើនឹង1ចែក12មានន័យថា12ឱកាសនេះគឺបងអូនមានតែមួយឱកាសទេបាទចប់សំណួរទី1
Bà sầm nô tí pi bà sầm nô tí pi cái xua thá sầm nô tặng bay đã chập bà nắng miến nông tray miết tặng bay bà chẳng miên ra mùi tray miết dân vô mùi sầm nô chẳng chẳng mơ pratika bê bà pratika bê ní miên thá sầm nô tặng bay nắng đã chập bà nắng miên nông tray miết tặng bay chẳng cụ tự xe thá sầm nô tặng bay miên nông bà miên nông tray miết tặng bay bà miên nông tray miết tặng bay chẳng xung bà chẹp ôn tha nông lầm hạt pro bápจำนวนกรณีอันนี้ปอนรอแต่มาดองเต้ในขนมสำนวนตีมวยจังสำนวนบรรทอบรรทอบคือปอนรอกันในสอบอยู่แต่มาดองเจอขู่ดะท้าจำนวนกรณีสอบจังในซาวิจิปรติกาเบลขู่สมตังแต่อันเบchẳng cái trong bán bay sầm nua nó cứ miên tiếng trai miên tặng bay chẳng miên tham mùi trai miết thử ban mùi sầm nua mùi trai miết cứ ban mùi sầm nua chẳng miên tha pram sầm nuaนี่là cụ trong bàn muối bay sầm nuaนี่là cụ trong bàn muối pi sầm nuaนี่là cụ trong bàn muối chẳng là cụ ai sẽ thá bật xóm nấy pram sầm nua giờ mùi sầm nua con giờ mùi năng bật xóm nấy bay sầm nua là cụ giờ mùi sầm núa con giờ mùi nắng bằng xăm nấy pi sầm núa là cụ trong ban mùi sầm núa chẳng xe pram mùi ní mà pram bà chẳng rụp môn xe ăn mùi mà ăn đấy cho nên bàn pram con anh ấy bán bấy con anh ấy bán pi bà chẳng là cụ xông lục sầm núa khả này tránh bà và chẳng là cụ đã thá dương bàn chẳng bán p b smile chỉ mùi nâng ẩn bế trái ấn s chẳng ăn b là bao dương tâm rô khơi mánh cứ ram con nâng bay con nâng pi anh ai bao giờ nó cứ 4 con nâng 7 con nâng đọp chẳng smile chẳng pram pi đông đọp sầm một đạch đọp bay nâng bay đạch này sao muối phía buồn chẳng đôi nê bà được ní p bề smile nâng muối phía buồn nên là thảo cả 4 bọn miền mùi bà chop sầm nô tỉ pỉ cái những nghi lục hạt ấy cứ dân nghi không cái vô phần tụ này cho sầm nô trong còi trong sầm nô trong còi xì cái tham ấy sầm nô tặng bay đã chập bán năng nơi năng trai mít đôi kia chẳng sầm nô bà sầm nô tặng bay sầm nô tặng bay nơi nóng trai mía đôi kia bà chẳng chẳng chập đam rồi chấm nôn cạn này srop tá bay chấm nôn ở trong tray miên đôi kia bên này thầm vậy bên này tha bà sân chia chấm nôn nó tray miên tí mức cứ tí mũi tặng 7 bà chấm nôn nó trong tray miên tí pí cứ chấm nôn nó tray miên tí pí tặng 7 hai bà chấm nôn nó trong tray miên tí 7 cứ tặng 7 chấm nôn
ប៉ុន្តែនៅក្នុងករណីនេះត្រីមេទី3ទាំង3សំណួរគឺមិនអាចកើតឡើងទេដោយសារយើងមានតែ2សំណួរអញ្ចឹងមិនអាចបាន3សំណួរទេអញ្ចឹងមានតែអាចត្រីមេទី1ឬក៏អាចត្រីមេទី2តែប៉ុណ្ណោះអញ្ចឹងលោកគ្រូដាក់ថាចំនួនករណីស្របបាទអញ្ចឹងលោកគ្រូដាក់ថា NC អញ្ចឹងមានន័យថាអាចត្រីមាសទី1ទាំង3សំណួរឬត្រីមាសទាំង2ទាំង3សំណួរអញ្ចឹងមានថាបន្សំនៃ5សំណួរយក3បូកជាមួយនឹងបន្សំនៃសំណួរត្រីមាសទី2ទាំង3អញ្ចឹង3យក3អញ្ចឹងស្មើនឹងអញ្ចឹង5យក3នេះយើងបាន5 factorial ចែកជាមួយនឹង2 factorial គុណនឹង3 factorial បូកអញ្ចឹង C 33នេះគឺរូបមន្តរបស់យើង CNN ស្មើ1តែម្ដងបាទអញ្ចឹងស្មើអញ្ចឹងកន្លែងនេះលោកគ្រូកាត់3ចេញនៅសល់4 5អញ្ចឹង2នេះលោកគ្រូទុកដដែល3 fact នេះសំទោស2 fact នេះលោកគ្រូពលាមកបាន1គុណនឹង2 3 fact នេះលោកគ្រូទុកដដែលបូកនឹង1អញ្ចឹងស្មើអញ្ចឹង3នឹង3នេះដាច់4 2ដង4សម្រួល2សល់2អញ្ចឹងនៅសល់2គុណនឹង5បូក1អញ្ចឹងស្មើនឹង11បាទអញ្ចឹងយើងបានមិនយើងបាន PC ស្មើជាមួយនឹង NC លើ NS បាទ NC របស់យើងនេះគឺ11 NS របស់យើងនេះគឺ4គុណនឹង3គុណនឹង10 4គុណនឹង3គុណនឹង10អញ្ចឹងស្មើជាមួយនឹង11ចែក4 3ដង12 12 10ដង120បាទអញ្ចឹងដូចនេះបាទងាយក្នុងការយកបន្ទុកណាបងអូនរំហាត់ប្របាបនេះ PC ស្មើនឹង11លើ120បាទបាទដូច្នេះបើសិនបងប្អូនមានចម្ងល់កន្លែងណាមួយបងប្អូនអាចធ្វើការខមមិននៅខាងក្រោមវីដេអូហ្នឹងហើយលោកគ្រូនឹងបកស្រាយជូនឬក៏លោកគ្រូនឹងធ្វើវីដេអូបកស្រាយជូនបាទអរគុណច្រើន